Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿង BR របស់មីនចាថ្ងៃនេះដែរមានធ្វើការសម្រាប់រឿងទេសកលរបស់អ្នកប្រូតកល EP 3 បន្តអូខេកុំឲ្យខាត់ពេលវេលាយូរលើទៅធ្វើការស្ដាប់មីនសម្រាប់រឿងទាំងអស់គ្នាចាភាគនេះដែរតពីភាគមុនបន្ទាប់ពីហួយចោលរបស់យើងក្រវាកៅបែកទៅលើដីហើយវ៉ាន់ហើយក៏បានចូលទៅរើសអំបែងកៅទាំងអស់នោះដោយមិននិយាយអ្វីមួយម៉ានរហូតដល់ធ្វើឲ្យដៃរបស់គាត់មុតហូរឈាមតែវាក៏មិនអាចបញ្ឈប់គាត់ពីការរើសអំបែងកៅទាំងអស់នោះបាននោះទេចំណែកឯអ្នកនៅខាងក្រោយវិញក៏រៀងមានចិត្តព្រួយបារម្ភដែរព្រោះវាជាកំហុសរបស់ខ្លួនតែក៏បានហាមចិត្តរបស់ខ្លួនធ្វើដូចជាធម្មតាពេលនោះអាប៉ែគូឡានក៏បានដើរចូលមករកវ៉ាន់ហើយមើលឯងចោបងប្អូនជីដូនមួយឯងគួរតែប្រុងប្រយ័ត្នជាងនេះមើលឈាមបាត់ទៅហើយតោះទៅបើរបួសគូឡានបានចាប់អោបស្មារបស់វ៉ាន់ហើយដើរទៅតែគ្រាន់តែហួចចូលឃើញអញ្ចឹងភ្លាមនិយាយពីថាចូលមកដណ្ដើមវ៉ាន់ហើយភ្លាមតែម្ដងឯងនេះដូចជាសម្រាមដូចម្ដាយរបស់ឯងអញ្ចឹងហើយឯងប្រកែអាខាងធ្វើដូចជាជនរងគ្រោះអញ្ចឹងគូឡានក៏បានតបវិញបើលោកពិតជាមិនត្រូវការប្អូនប្រុសរបស់លោកទៅហើយខ្ញុំក៏រីករាយយកគេចេញពីកណ្ដាប់ដៃរបស់លោកហួចចូលអព្រមចាញ់ក៏បានចាប់ទាញកត្រាក់ដៃវ៉ាន់ហើយមកវិញអ្វីដែលខ្ញុំចង់បានវាជារឿងរបស់ខ្ញុំសាកធ្វើម្ដងទៀតទៅយើងនឹងធ្វើឲ្យឪពុករបស់ឯងបានដឹងពី project ក្រៅរបស់ឯងទាំងអស់យើងហ៊ានធានាថាគាត់នឹងពេញចិត្តបានគ្រាន់តែព្យាយាមធ្វើជាមនុស្សល្អខ្ញុំមានអីដែលល្អរងចាំខ្ញុំធ្វើខ្ញុំសប្បាយនឹងលេងជាមួយនឹងពួកលោកទាំងពីរអស់ចិត្តហើយចាឃើញធ្វើញញឹមអញ្ចឹងទេតែទឹកមុខនេះឡើងចង់គំនុំតែម្ដងក្នុងចិត្តមិនដឹងជាស្អប់បងប្រុសរបស់ខ្លួនឯងខ្លាំងមិនទេឈុតបន្ទាប់វ៉ាន់ហើយរបស់យើងប្រុងនឹងមើលឈាមរបស់ខ្លួនឯងដើម្បីព្យាបាលតែហួយចូលក៏បានដើរចូលមកវ៉ាន់ហើយប្រុងនឹងដើរចេញទៅតែហួយចូលក៏បានឲ្យអង្គុយចុះវិញហើយក៏បានទាញដៃវ៉ាន់ហើយលោកចង់ធ្វើអីនឹងនៅស្ងៀមហើយពេលនោះគាត់ក៏បានលៀងរបួសឲ្យវ៉ាន់ហើយគិតក្នុងចិត្តនេះគាត់មានអត្តចរិតច្រើនមែនហើយអ្វីបានជាគាត់ម្ដងដើមម្ដងតិចអញ្ចឹងហួយចូលនេះភ្លេចខ្លួនក៏បានប្រាប់ឲ្យគេនឹងប្រយ័ត្នរបួសខ្លាចវាឆ្លងរោគអីអញ្ចឹងណាតែដល់ដឹងខ្លួនតែខ្លួនឯងកំពុងតែបារម្ភគេអញ្ចឹងទៅគាត់ក៏បានបញ្ញាប់ធ្វើជាឈាមតិចនៅឆ្ងាយពីគូឡានទៅគេជាមនុស្សមិនល្អនោះទេតើលោកជាមនុស្សបែបណាទៅចាកាន់មកមើលតួបឋមរបស់យើងម្នាក់ទៀតដែលគាត់មានឈ្មោះថាជាងណាពេលដែលគាត់កំពុងតែដើរនៅកន្លែងចំណតឡានសុកទៅក៏មានឡានមួយជិះមកស្កាត់ពីមុខគាត់តែម្ដងនឹងមានមនុស្សមួយក្រុមបានមកចោមរោមចាប់គាត់ទៅពួកឯងជាអ្នកណាគេលេងយើងទៅលេងយើងពួកឯងជាអ្នកណាគេហើយអ្វីក៏ចាប់យើងមកចាអ្នកដែលចាប់ជាងណារបស់យើងមកហ្នឹងគឺជាកូនចៅរបស់គូឡាននឹងឯងកូនចៅរបស់គូឡានក៏បានធ្វើការរាយការណ៍ទៅចៅហ្វាយរបស់ខ្លួនថាអ្នកប្រុសគឺលោកជាងអ៊ីបានរត់បាត់ហើយនេះគឺជាកូនប្រុសរបស់គាត់មានឈ្មោះថាជាងណាតើឯងបានធ្វើអ្វីទៅលើឪពុករបស់ខ្ញុំទៅគូឡានបរោះរោគចិត្តនេះក៏បានងើយមុខរបស់គេយកមកមើលឯងនេះមានមុខមាត់មិនអន់ទេជាពិសេសកែភ្នែកទាំងពីរនេះពិតជាស្អាតណាស់ឯងដឹងអត់ឪពុកគ្មានបានការរបស់ឯងជពាក់យើង1លានឯងគិតថាវាច្រើនអត់វាមិនអាចទៅរួចនោះទេបើគេសម្រេចចិត្តលាក់ខ្លួនពីយើងហើយយើងប្រហែលជារោគអ្វីដែលសបាយលេងជាមួយនឹងកូនរបស់គេល្អជាងគូឡាននិយាយព្រមទាំងយកជើងរបស់ខ្លួនហើយមុខរបស់ជាងណានៅតែមិនជឿថាឪពុករបស់ខ្លួនធ្វើអញ្ចឹងនោះយ៉ាងម៉េចឯងនៅមិនជឿអូខេឥឡូវយើងមកភ្នាល់ទៅឯងដឹងអត់ថាដំណើរការវាយ៉ាងម៉េចឲ្យកូនប្រុសសងបំណុលចំនួនឪពុករបស់ឯងបានរត់បាត់ហើយខ្លួនប្រាណរបស់ឯងគឺជាបំណុលដែលត្រូវសងយើងល្អអត់សូមមេត្តាខ្ញុំសូមអង្វរខ្ញុំអាចធ្វើការខ្ញុំនឹងសងបំណុលលោកវិញខ្ញុំមិនចង់បានលុយរបស់ឯងនោះទេពេលនេះគូហូចគេមានញូឆយសម្រាប់ខ្លួនគេហើយយើងទទួលស្គាល់វារៀងធ្វើឲ្យយើងចំណាយបន្តិចដែរយកគេមកនិយាយចប់ហើយគូឡានក៏បានដើរចេញទៅនឹងមានវត្តមានរបស់ជាងណានទៅតាមពីក្រោយដែរស្រែកប្រាប់ឲ្យគេនឹងដោះលែងខ្លួនទៅកាត់មកដល់ផ្ទះវិញពេលដែលវ៉ាន់ហើយរបស់យើងដើរសោកពេលនោះអាប៉ែគូឡានក៏បានដើរមកប្រញាបងប្អូនជីដូនមួយឯងខ្ជូតណាស់អាប៉ែគូឡាននេះនិយាយផងព្រមទាំងយកដៃរបស់ខ្លួនទៅប៉ះមុខរបស់អនាគតបងថ្លៃរបស់ខ្លួនឯងវ៉ាន់ហើយនេះក៏បានគវាដៃចេញលោកមានរឿងតែប៉ុណ្្នឹងទេអើយអញ្ចឹងខ្ញុំទៅធ្វើការវិញហើយគូឡានក៏បាននិយាយគេបានចាប់ទុកឯងដូចជារបស់កខ្វក់អញ្ចឹងឯងចង់សងសឹកគេវិញអត់វ៉ាន់ហើយអត់ខ្វល់ក៏បានដើរទៅមុខទៀតតែអាប៉ែគូឡាននេះក៏បានយករឿងតែវ៉ាន់ហើយរបស់យើងចង់ដឹងមកនិយាយធ្វើឲ្យនេះមករកអាប៉ែគូឡានវិញឪពុកម្ដាយរបស់ឯងគឺគាត់បានជួបគ្រោះថ្នាក់បន្ទាប់ពីហួចចូលគេបានត្រឡប់ចូលមកប្រទេសវិញតើលោកចង់បានអ្វីអត់ប្រកបទៅខ្ញុំដឹងថាឯងមកទីនេះដើម្បីស្វែងរកចុះប្រសិនបើជាការត្រឡប់មកវិញរបស់គេហើយនឹងការស្លាប់របស់ឪពុករបស់ឯងវាមានជាប់តាក់ទងនឹងគ្នានោះខ្ញុំអាចជួយឯងបានលោកមានកម្រងការអីទៅគូឡានក៏បានទាញយកថ្នាំមួយកំប៉ុងដែលជាថ្នាំធ្វើឲ្យបាត់បង់ស្មារតីសរសៃប្រសាទយកមកឲ្យវ៉ាន់ហើយគេតែងតែផឹកស្រាក្រហមជារៀងរាល់ថ្ងៃមុនពេលដែលគេចូលគេងឯងដឹងតែគួរតែធ្វើអ្វីហើយមែនអត់វ៉ាន់ហើយបានថ្នាំហើយក៏បានដើរទៅបានគូឡាននេះក៏បាននិយាយតែម្នាក់ឯងគូហួយចូលសុបិនល្អណាស់ក្រឡេកមកមើលជាងណានវិញគាត់ក៏ត្រូវបាននាំខ្លួនមកដល់ផ្ទះតែគូឡានរបស់យើងនៅនឹងហើយលេងយើងទម្លាក់គេចុះនឹងហើយខ្ញុំបានយកគេមកឲ្យអ្នកប្រុសគូឡានហួយសប្បាយចិត្តរត់ទៅរកជាងណានលេងខ្ញុំប្រាប់ឲ្យលេងខ្ញុំស្ងាត់ឥឡូវនេះខ្ញុំនឹងបង្ហាញឯងរឿងខ្លះពេលនោះអាប៉ែគូឡានក៏បានយកវីដេអូឪពុករបស់ជាងណានមកធ្វើការគម្រាមឪពុកញៀនលបែងរបស់ឯងពួកគេនេះលេងរៀងធ្ងន់ឯងបន្តិចហើយចុះប្រសិនបើជាពួកគេច្រូតដៃសម្លាប់នរណាទៅពួកគេប្រហែលជាសែងសាកសពទៅទម្លាក់ក្នុងទឹកសមុទ្រហើយធ្វើជាចំណីត្រីមានអ្នកណានឹងដឹងនោះទេមែនអត់ជាងណាននេះភ័យណាស់ខ្លាច
ខ្លាចឪពុករបស់ខ្លួនមានគ្រោះថ្នាក់ក៏បានសូមអង្វរគេឲ្យដោះលែងឪពុករបស់ខ្លួនទៅគាត់នឹងព្រមធ្វើគ្រប់យ៉ាងដែលគូឡានរបស់យើងចង់បានគ្រប់យ៉ាងអីអ្នកប្រុសសូមមេត្តាបានយកគេមកលើបន្ទប់របស់យើងទៅបាទចវាយជាងណារបស់យើងនេះខំរើបំរាព្រោះដឹងថាពេលដែលបានចូលទៅក្នុងរូងខ្លាហើយខ្លានឹងចាប់ហៃស៊ីជាមិនខានហើយវ៉ាន់ហៃរបស់យើងក៏បានឃើញរាល់សកម្មភាពទាំងអស់នោះដូចគ្នាអូខេហ្នឹងហើយអ្នកទាំងអស់គ្នាសម្រាប់ភាគនេះគឺថាបានមកដល់ទីបញ្ចប់ហើយអរគុណច្រើនបាយបាយ